សម្រាប់សុខភាពផ្លូវចិត្តសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast ប្រចាំថ្ងៃរបស់យើងនាងខ្ញុំសុជាតាពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានត្រឡប់មកជួបអ្នកទាំងអស់គ្នាវិញជាមួយប្រធានបទដ៏សំខាន់មួយសម្រាប់សុខភាពផ្លូវចិត្តបាទសួស្តីសុជាតានិងសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលមនុស្សស្ទើរតែគ្រប់រូបជួបប្រទះក្នុងជីវិតសម័យថ្មីនេះគឺការរងាប់ចិត្តឈប់គិតច្រើនឬ overthinking ជួនកាលយើងគិតរហូតដល់គេងមិនលក់ឬមានអារម្មណ៍ថាថប់ដង្ហើមដោយសារតែគំនិតខ្លួនឯងពិតណាស់លោកគ្រូជួនកាលរឿងខ្លះវាតូចតាចសោះតែចិត្តយើងវាចេះតែបារម្ភចេះតែសង្ស័យគិតចុះគិតឡើងរហូតដល់អស់កម្លាំងលហិតលហើយតែម្ដងតែយើងមានវិធីសាស្ត្រណាខ្លះដើម្បីរងាប់ចិត្តក្នុងរយៈពេលខ្លីត្រឹម5នាទីបានទេលោកគ្រូបាទពិតមែនសុជាតាវិធីទី1ដែលងាយស្រួលបំផុតហើយមានប្រសិទ្ធភាពភ្លាមៗគឺការប្រើបច្ចេកទេសដកដង្ហើមចេញចូលដោយសតិនៅពេលចិត្តយើងចាប់ផ្ដើមរាយម៉ាយសូមសាក់លបងឈប់សម្រាកបន្តិចរកកន្លែងស្ងប់ស្ងាត់រួចដកដង្ហើមចូលឲ្យវែងបំពេញសួតឲ្យពេញហើយដកដង្ហើមចេញយឺតៗបំផុតតាមដែលអាចធ្វើទៅបានអូការដកដង្ហើមហាក់ដូចជាសាមញ្ញតែវាពិតជាអាចជួយសម្រួលដល់ប្រព័ន្ធប្រសាទរបស់យើងមែនទេលោកគ្រូចុះបើក្នុងក្បាលយើងនៅតែមានសំឡេងសួរសូរគំនិតច្រើនពេកតើយើងគួរធ្វើដូចម្តេចបន្តទៀតសំណួរល្អដាស់សុជាតាបច្ចេកទេសទី2គឺការសង្កេតមើលគំនិតដូចជាពពកសូមកុំព្យាយាមតស៊ូឬដិនវាចេញពីក្បាលព្រោះកាលណាយើងកាន់តែដិនវាកាន់តែមកផ្ទុយទៅវិញចូលអង្គុយមើលគំនិតទាំងនោះក្នុងនាមជាអ្នកសង្កេតការប្រាប់ខ្លួនឯងថាអូខ្ញុំកំពុងគិតរឿងការងារហើយឬអូខ្ញុំកំពុងព្រួយបារម្ភរឿងអនាគតហើយមើលវាឲ្យដូចជាពពកដែលហោះកាត់មេចិញ្ចិនវាមកហើយវាក៏នឹងទៅវិញពិតមែនហើយបើយើងមិនទៅដេញតាមវាទេវាក៏មិនអាចនាំយើងទៅកាន់ភាពស្មុគស្មាញបានដែរខ្ញុំចូលចិត្តការប្រៀបធៀបនេះណាលោកគ្រូចុះមានវិធីអ្វីទៀតទេលោកគ្រូសម្រាប់អ្នកដែលចូលចិត្តបារម្ភរឿងដែលមិនទាន់កាត់ឡើងបាទវិធីទី3គឺបច្ចេកទេស 5-4-3-2-1 ឬ grounding technique ដើម្បីនាំចិត្តមកកាន់បច្ចុប្បន្នកាលនៅពេលអ្នកចាប់ដើមគិតច្រើនសូមប្រើញាណទាំង5របស់ខ្លួនឯងមើលរបស់5យ៉ាងនៅជុំវិញខ្លួនស្ដាប់សំឡេង4យ៉ាងដែលកំពុងឮប៉ះរបស់3យ៉ាងដែលនៅជិតដៃហិតក្លិន2យ៉ាងនិងស្ទាបរសជាតិ1យ៉ាងការធ្វើបែបនេះនឹងទាញខួរក្បាលចេញពីការគិតស្រមៃមកកាន់ការដឹងពិតប្រាកដក្នុងโลกនេះវិញអស្ចារ្យណាស់វិធីនេះជួយឲ្យយន្តមានវត្តមាន presence នៅទីនេះឥឡូវនេះមែនទែននាងខ្ញុំគិតថាបងប្អូនអ្នកស្ដាប់ប្រកាសជាអាចអនុវត្តតាមបានយ៉ាងងាយចុះចំណុចចុងក្រោយសម្រាប់រយៈពេល5នាទីនេះតើលោកគ្រូមានអ្វីបន្ថែមទេចំណុចចុងក្រោយដែលសំខាន់បំផុតគឺការមានសេចក្តីមេត្តាចំពោះខ្លួនឯងជំទិនដៅកុំបន្តខ្លួនឯងដែលគិតច្រើនប្រាប់ខ្លួនឯងថាមិនអីទេខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលមានចិត្តបារម្ភព្រោះខ្ញុំចង់ឲ្យអ្វីល្អប្រសើរការយល់ចិត្តខ្លួនឯងបែបនេះនឹងធ្វើឲ្យចិត្តដែលកំពុងច្របូកច្របល់រលាយคลายជាសេចក្តីស្ងប់ក្នុងរយៈពេលដ៏ខ្លីស្ដាប់ទៅមានអារម្មណ៍ថាធូរចិត្តណាស់លោកគ្រូសេចក្តីស្ងប់មិនមែននៅឯណាឆ្ងាយទេគឺស្ថិតនៅក្នុងការដែលយើងចេះគ្រប់គ្រងចិត្តនិងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងនេះឯងត្រឹមត្រូវហើយសុជាតាចងចាំថាក្នុងមួយថ្ងៃយើងមានរាប់ម៉ឺនគំនិតតែមិនមែនគ្រប់គំនិតទាំងអស់សុទ្ធតែជាការពិតនោះទេជឿរើសជឿជាក់លើភាពស្ងប់ស្ងាត់ជាជាងជឿជាក់លើការភ័យខ្លាចសូមអរគុណលោកគ្រូសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានតម្លៃនៅថ្ងៃនេះនាងខ្ញុំសង្ឃឹមថា5នាទីនេះនឹងក្លាយជាថ្នាំពូភ្លឺចិត្តសម្រាប់បងប្អូនទាំងអស់គ្នាបាទសូមអរគុណដូចគ្នាហើយសូមឲ្យបងប្អូនទាំងអស់គ្នាមានរាត្រីឬថ្ងៃដ៏មានសេចក្តីសុខនិងស្ងប់ចិត្តជាចុងក្រោយសូមកុំភ្លេចអនុវត្តវិធីទាំងនេះទាំងអស់គ្នាណាជួបគ្នានៅ podcast លើក្រោយលាហើយ